นะโมพุทธิยะสัทธังธัมมังสังฆังนะมิเออหังរីខ្ញុំតាំងសតិលះចិត្តអស្មិនមស្ការចំពោះព្រះពុទ្ធព្រះធម៌ព្រះសង្ឃគឺត្បូងអង្គព្រះពុទ្ធសាសនានេះត្រៃប្រណាមសង្ខេបាបន្ទាប់ទៅរាមេតាបេតាគុណังនមស្ការគុណមេតាបៃតាមហាពលៈកម្លាំងសូមគុណទឹកខ្សិលមកតតាំងប្រឆាំងនឹងភាពអវិជ្ជាពលគឺគុណមេតាបៃតាគុណគ្រូអាចារ្យឧបច្ឆេគុណអក្សរ33ព្យញ្ជនៈ33ប្រការគុណស្រៈនានាស្រៈវិស័យផងពហុទេវីអន្តទេវីគុណังអហិមំព្រមណੰគុណប្រព្រំផងកន្ធភទេវីអញ្ជើញមកប្រសិទ្ធលើត្បូកជួយរក្សាក្រុងមហោស្រពចបៃត្រៃប្រណាមសង្ខេបបែបសាសនាបែបទំនៀមខ្ញុំសូមបញ្ចប់ពីស្ងៀមទុកឱកាសជូនគ្រូឆ្វេងដៃគឺលោកគ្រូមូសូដាហៅមួយទៀតថាសដាជ័យទុកសម្រាប់លោកគ្រូនមស្ការតទៅទៀតដោយភក្តីកំដរតាយាយតាមគេហថាតណៃកំដរអ្នកដែលជាពិសេសលោកគ្រូអ្នកគ្រូឯកឧត្តមជាគណៈអធិបតីនៅក្នុងមហោស្រពឋានតោះលោកគ្រូនមស្ការម្ដងបន្ទាប់ជាប់បន្តពីលោកគ្រូនុនសុកទេសូមលើកហាត់គោរពម៉ែពុកដល់ជាធំលើកម្រាមទាំង10គោរពសមាគមមន្ត្រីតូចធំទាំងប្រុសស្រីគុំឲ្យព្រះពុទ្ធពធព្រះសង្ឃជាពិសេសមេត្តាបៃតាពុបការីសាធុគោរពអស់លោកសពមុខមន្ត្រីដែលបានបើកកម្មវិធីមហោស្រពប្រឡងចំបៃដងវែងឆ្នាំ2025តាំងពីខ្ញុំប្រឡងជាប់ឆ្នាំ2021ខ្ញុំតែងចំណាំដល់2025ប្រឡងបាន2ដងក្រោយទៀតអ្នកខ្លាំងបានច្រើនដងអញ្ចឹងហើយប្រឡងចំបៃហ្នឹងមិនមែនធម្មតាមែនតែច្រៀងតាមកលែងប៉ុនតាមកលែងការប្រឡងនឹងសុទ្ធតែបែបថ្នាក់ជាតិចំបៃយើងនឹងគោរពអត់ឲ្យឃ្លាតជាតិបង្កើតមកកុំឲ្យបាត់បង់អញ្ចឹងគោរពអស់លោកប្រុសនិងលោកស្រីដែលបានចូលរួមនៅក្នុងកម្មវិធីបើកមហោស្រពប្រឡងចំបៃដងវែងអុចអ្នកប្រឡងមាន5នាក់ខ្ញុំបាទឃើញជាសុទ្ធតែក្មេងទេចុះណាយកមនុស្ស100មកប្រឡង
អូយផ្នែកជាបៃអាយដងវែងសុទ្ធតែក្មេងស្រស់ព្រឹមប្រៃនឹងហើយបានគេរៀបចំកម្មវិធីប្រធានបទតំពាំងស្នងរស័យដើម្បីប្រឡងនៅផ្នែកសិល្បៈជាបៃគេដូនតាមកសប្ថ្ងៃឲ្យយើងនាំគ្នាថែរក្សាអើយអើយនូនសោកអញ្ចឹងខ្ញុំបាទគោរពប៉ុណ្ណឹងទៅចោះបាទខ្ញុំធ្លាប់មានប្រពន្ធអ្នកឯងនៅកន្លោះមកគោរពប៉ុណ្ណឹងទៅចោះមកកន្លោះរៀងចាស់មិនទៅដាល់បាល់ដល់ប្រពន្ធដល់កូនអើយខ្ញុំតែងតែជួបលោកគ្រូនួនសុកអុចស្រស់នឹងសែនសំណោះណាអុយគាត់កន្លោះមែនតែកន្លោះចាស់គាត់មិនដែលបានឃើញសោះមុខស្រីអេឈប់សិនលោកគ្រូសដាជ័យមិនក៏ឲ្យឈប់បាទឈប់នឹងខ្ញុំចង់សួរបន្តិចបាទព្រោះវាត្រូវហើយរឿងខ្ញុំមិនតាន់មានប្រពន្ធមានកូនទេលោកគ្រូស័ក្តិសធាជួបខ្ញុំមិនមែនម្សិលមួយថ្ងៃជួបម្សិលមិញគាត់សួរមើលលោកប្អូនសុកមានប្រពន្ធនៅឲ្យបានកូនប្រមាណនឹងអីគូធាបាទលោកគ្រូស័ក្តិសធាគ្រូភ្លេងខ្ញុំនឹកលោកគ្រូសយសារ៉េតមិនតាន់បានឮសំឡេងគាត់អូសំឡេងនៅក្នុងវិទ្យុជាតិកាលពីមុនរឿងតម្លង់7សណ្ដានគេឲ្យដើរតួធ្វើអាចារ្យធ្វើជាលោកអាចារ្យមិនធ្វើអាចារ្យទេណាធ្វើជាលោកអាចារ្យរឿងតម្លង់7សណ្ដានមួយលោកគ្រូឈិនឈៀងនៅគ្រូសុផាអីនោះចាំឥឡូវលោកគ្រូសដាជ័យឈប់សិនស្លេះចបៃខ្ញុំចង់សួរមុខស្រីនឹងដូចមនុស្សយើងដែលអត់ទេអើយអូយចំណែកស្រីវាដូចតែគ្នាទេគ្រាន់តែខុសតែមួយស្អាតមួយមិនសូវស្អាតមួយតមួយនិយាយអញ្ចឹងខ្លួនខ្ញុំបាទអញ្ចឹងឲ្យឆ្ងល់យ៉ាងប្រកបទៅចុះខ្ញុំក៏មុខមនុស្សមានអីខុសមើលប្រាប់ឲ្យមកចត់ខ្ញុំសួរអូយកន្លែងខុសនឹងប្រាប់ទៅចោះព្រោះអ្នកឯងនឹងមកទម្លាប់អត់ឲ្យជម្រាបឲ្យមកចត់អត់នឹងមានអត់អីទេតែអត់ដែលឃើញមុខស្រីចឹងហ៎ណាខ្ញុំទទួលស្គាល់ថានឹងគឺថាមិនខុសខ្ញុំមិនដែលលើឃើញសោះសំបីតែមុខអាកាគូសំលេងគេព្រោះមិនដែលបានឃើញគេមួយថ្ងៃរហូតដល់នាងអ្នកសម្របសម្រួលឈ្មោះស្រីមុំពិធីកយើងហៅតាមសាមញ្ញទៅការពិតការអ្នកសម្របសម្រួលទេនាងស្រីមុំសំលេងគេបែបបិសំស្ដាប់បីទៅសំជាគូដៃនឹងប្អូនប្រុសថេងកំសប៉ុន្តែសំឡេងគេព្រោះពេលក្រែកខ្ញុំចង់ស្គាល់មុខណាស់នាងស្រីប៉ុន្តែមិនហ៊ានទៅប៉ះគេអីក្រែងសង្សារគេរករឿងមកលើខ្ញុំចង់សួរគ្រូណែសដាណាឥឡូវខ្ញុំសួរមិនបាច់សួរនាងកាគូទេគេលោកគ្រូមិនស្គាល់ឥឡូវសួរតានាងអ្នកសម្របសម្រួលស្រីមុំបាទអូយតើសាច់គេនៅកំមុំមីរូបគេបែបតំណងសឿងគ្រូឯងឃើញយ៉ាងម៉េចមើលរៀបបីចំឲ្យសំគ្រឿងយ៉ាលោកគ្រូនុនសុកចង់រករឿងអេឲ្យខ្ញុំសំគ្រឿងនិយាយពីគ្រូមើលឃើញស្រីមុំឲ្យគិតគេនឹងមានលក្ខណៈល្អណាស់បញ្ញពិតកល្យាណីត្បិតខ្លួនជាស្រីពេញលក្ខណៈពេលគេចង់ក្បិនមកឈោធ្វើជីវទីការនីដូចជាទេវតាចុះមកវិសួគាលេអេកន្លែងនេះនឹងខ្ញុំសូមតវ៉ាគ្រូហើយគ្រូជ័យសូដាថានាងស្រីមុំបញ្ចពិតកល្យាណីតាមស្ត្រីខ្មែរគេនិយាយមិនសូវឮអីប៉ុន្តែចំណែកនាងមុំស្រីនិយាយឮខ្លាំងណាស់រួចអាម៉េចបានជានិយាយឮគ្រូឯងប្រាប់ខ្ញុំឲ្យបានច្បាស់នាងមុំនឹងនិយាយឮខ្លាំងណាស់បើសិនអត់មានជំនួយច្បាស់ជាសុភាពជាងបញ្ចពិតទៅទៀតគ្រូហើយគ្រូហេតុអីបាននាងមុំនឹងនិយាយឮអីឮម្លឹងលោកគ្រូនួនសុកក៏ថាឆ្ងល់ថាស្រីមុំលោកគ្រូរៀងទូចមិនសំឡេងក៏ធំបាទសង្ស័យបានធុងបាសប្អូនស្នាក៏មិនដឹងគាត់អត់ដែលបានឃើញបានក៏សួរខ្ញុំសំឡេងស្រីមុំពីរោះក្រៃពីរោះនឹងពីរោះឯកសំឡេងគាត់ប្លែកដោយសារធុងបាសយូរទេដឹងរៃអេយ៉ាបាមុំអើយមករូបនេះយ៉ាប់ហើយមែនតែយោងសំលេងហើយមុំស្រីយោងអ្នកចបៃឲ្យច្រៀងពីរោះដែរ
សាធុការវរៈប្រែថាពោជយាបានដល់លោកគ្រូពីដើមបញ្ចពិតកល្យាណីគេនិយាយមិនលឺទេដូចរអ៊ូគ្រាន់តែថាមីនាងណាចាម៉ែហើយជាសម័យគេសពថ្ងៃវាទំនើបសម័យសពថ្ងៃគេពឹងមីក្រូមិនថាខ្ញុំមិនថាលោកគ្រូបអត់សោនប្អូនស្នាប្អូនរតនាទេមិនបាច់ពឹងទេអង្គុយរអ៊ូចុះអញស្រែកមិនក៏មិនលឺព្រោះអត់ធុងបាឥឡូវខ្ញុំចង់សួរបន្តិចទៀតមុនចូលប្រធានបទខ្ញុំចង់ដឹងណាមិញលោកគ្រូប្រាប់ខ្ញុំថាខ្ញុំនឹងមើលមិនឃើញសោះដូចមិនដឹងច្បាស់អំពីរឿងមុខស្រីហើយនឹងប្រុសវាខុសគ្នាត្រង់ណាមើលលោកចបៃអើយនួនណាយនួនសុកអើយមិនដែលឃើញមុខចេះតែបញ្ជាក់ពាក្យខ្លីថាប្រុសហើយនឹងស្រីតែមុខខុសគ្នាដែរទេប្រុសនឹងគេទៅសេថាប្រុសបោចង្រោថាអូដល់ប្រុសសចង្រោដាក់ស្អីនឹងស្រីវាខុសគ្នាកលែងទៅសេខុសគ្នាជប់គ្រូសូដាភ្នែកអត់ពីការប៉ិនសរសេរបាត់ផ្ចេញជាអ្នកមួយបាទបោចង្រោដាក់ស្រអកកោតអានប្រុសដែរមិនចេះព្រួយបោចង្រោដាក់ស្រអកបាត់សមិនក៏អានកើតលោកគ្រូហើយមិនក៏មិនបន្ថែមមួយឲ្យឆាប់ចាប់អើយអើយគ្រូឯងស្ដាប់មិនតន់ខ្ញុំនឹងគ្រាន់តែបញ្ជាក់តាលោកឯងនឹងបានយល់ឬទេតែភ្លេចនឹងគ្រាន់តែបុកទេបុកនឹងភ្លេចដាក់ចុងមានបុកដាក់ចុងដាក់គល់ទៀតអូយអាសនឹងអើយខ្ញុំរៀបបំរុងគ្រាន់តែបុកជើងភ្លេចទៅសេចុងគេហៅថាសបោជង្រោសាអូតសប្រុសត្រូវហើយអញ្ចឹងតោះនេះត្រូវហ៎គ្រាន់តែអាននឹងទៅឲ្យខុសតើលោកគ្រូនុនសុកដឹងតែខុសដែរឬអីអញ្ចឹងលោកគ្រូនុនសុកគាត់ពីការភ្នែកអត់ឃើញទេគាត់តែចេះតែសេនឹងគេដឹងតែខុសដឹងតែត្រូវអញ្ចឹងកាលដំបូងឡើយនិយាយពីរឿងលោកគ្រូនុនសុកអត់មើលឃើញអីសំណោះគាត់ណាបងប្អូនហើយបើសិនតែបានថវិកាអ្វីទៅបានស្ទាបបានស្ទើរតែនឹងដៃពឹងដៃគ្រូដល់ពេលទៅទិញអីរាប់បច្ច័យបានត្រឹមតែដៃអង្គុយរាប់ពេសំណោះគាត់ដែរកាត់មកពិការភាពតាំងពីក្មេងតាំងពីក្នុងពោះអញ្ចឹងពូកែខាងសំលេងជាពីឧបករណ៍ចេះនឹងអត់មានសំចៃអីតាំងពីខ្លុយតាំងពីបៃពកតាំងពីរនាតឯករនាតដែកតាំងពីចបៃតាំងពីត្រូសអេអេតសល់អីតាំងពីខ្លុយក៏ចេះដែរប៉ុន្តែខ្ញុំចង់បញ្ជាក់លោកគ្រូសូដាខ្លុយនឹងចំចេះមែនហើយណាបាទប៉ុន្តែខ្ញុំអត់ប្រាជ្ញាចេះផ្លុំខ្លុយមួយយ៉ាងខ្លុយអីខ្លុយនឹងគឺខ្លុយបងចាច់ខ្ញុំមិនចេះទេអត់សំអាងលោះងាប់ខ្ញុំអត់ចេះខ្លុយមានន័យថាបើខ្លុយនឹងវាលឺខ្លាំងពេកខ្ញុំអត់ហ៊ានបញ្ចេញរូបរាងខ្លុយបងចាច់អាចាច់នឹងគឺសំលេងវាលឺពេកសំលេងវាលឺខ្លាំងពេកដល់ថ្នាក់វាបែកសំលេងខ្លះណាអាហ្នឹងខ្លុយបងចាច់ខ្ញុំមិនចេះទេលោកគ្រូអ្នកច្រៀងបើខ្លុយធម្មតាខ្លុយមូលខ្លុយចំហៀងអានឹងខ្ញុំធានាឲ្យគ្រូបាទអើយប៉ុន្តែខ្លុយណាវាលឺចាច់ពេកខ្ញុំផ្លុំបំបានអើយអញ្ចឹងលោកគ្រូចាញ់តែខ្លុយមួយប៉ុណ្ណឹងឯងបាទចាញ់តែខ្លុយខ្ញុំអាចដឹងឲ្យលោកគ្រូចេះឲ្យប្របែកភ្លេងបុរាណឧបករណ៍អីក៏លោកអាចទៅបានតែលោកគ្រូខ្លាចតែខ្លុយមួយអញ្ចឹងប៉ុណ្ណឹងទៅចោះគ្រូអើយនុនសុកអញ្ចឹងយើងគិតចាប់គិតកាក់គិតចាក់គិតវៃស្អីនោះបងជាប់លេខចោតឆ្លើយអំពីចបៃអំពីសេចក្តីនៃវិធាននៅបត់ទេចប់យ៉ាគ្រូសដាមកពីបន្ទាយមានជ័យមកនៅភ្នំពេញជុំកូនប្រុសស្រីមិនមែនកូនងារួចធ្វើដំណើរមកតាមណាប្រងជាប់លេខមិនមកដល់នយកឋានហើយបងគិតចាក់ពុកបាក់
កទៅអង្កលបានឥឡូវខ្ញុំចង់ឆ្ងល់បន្តិចទៀតមុនចូលប្រធានបទបាទឆ្ងល់អីមិញបានជាជាប់លេខជាប់នឹងផ្លែកខ្ញុំឆ្ងល់ខ្លាំងម៉ូតូគ្រូប្រើប្រេងឬមួយប្រើសាំងណាខ្ញុំឆ្ងល់ខ្លាំងពុនពីក្រៃអាយុលោកគ្រូប៉ុណ្ណឹងទៅហើយតើម៉ូតូនឹងធ្លាប់ដូរប្រេងបាតដែរអីហើយបានជាគ្រាន់តែប៉ុណ្ណឹងគាត់ទៅប៉ាក់ខ្ញុំព្រមទៅសោះគ្រូចាប់ទៅមកធ្លាប់ដូរប្រេងបាតដែរអីប្រយ័ត្នចាញ់ខ្ញុំស្អប់តែចាស់អត់ដឹងប្រេងបាតនឹងទៅអើយគ្រាន់តែច្រៀងជាប់មាត់តតកែជាបាយអើយលោកគ្រូសង្ស័យក៏សួរខ្ញុំពាក្យនឹងក៏ពាក្យស្អាតសួរមកប្រៀបធៀបជាម៉ូតូតើខ្ញុំនឹងធ្លាប់ដូរប្រេងបាតទេចង់ដឹងម៉ូតូចាស់ហើយដល់បានដូរប្រេងបាតអត់អញ្ចឹងចាំខ្ញុំបាតរៀបរាប់ឲ្យបានស្អាតនិយាយពប៉ាប់នឹងនិយាយតែពាក្យជាប់ដាតច្រៀងមិនស្អាតដាក់ទំនុកដាក់ទៅទុកមិនបានច្បាស់ខ្ញុំស្មានថាវាជាប់ប្រេងបាតអត់ដែរដូរលើកចង់ជួនក្បួនមកប្រើប្រាស់ជួនកាលជាប់ដាតខ្លះច្រៀងមិនច្បាស់លោកខន្តីអើយមើលខ្ញុំសួរបន្តិចទៅទៀតហើយខ្ញុំមិនមែនអាងទេខ្ញុំសុំឆ្លៀតណានាគេប្រើឲ្យលោកគ្រូចាស់ធ្វើអីចាំមិនកំនៅក្មេងដូចនាងមុំឬក្មេងដូចប្អូនសទៅគ្រូចបៃគេឲ្យគ្រូឯងចាស់ធ្វើអីតាចបៃនរណាគេប្រើឲ្យចាស់គឺអេមើលឆ្លើយទៅនឹងឲ្យខ្ញុំឲ្យច្បាស់មិននិយាយពីរឿងចាស់ហ៎បាទមកពីចាស់នោះមកពីជាប់ពុបប៉ាប់ហ្នឹងចឹងនួនណាយនួនសពទៅនឹងពាក្យពេចពីបុរាណខ្ញុំអាចចាំបានពាក្យតែចាស់មិនអាចកាក់ខាំងបានទេគេហៅថាព្រំលខិតកម្រិតឲ្យមកមនុស្សដែលកើតមកតែងតែកើតចាស់ឈឺស្លាប់ចូលដល់ធម្មសង្វេគផងណាអញ្ចឹងលើកខ្លីៗឲ្យលោកគ្រូស្ដាប់អើយកើតមកម្នាក់មិនអាចជាផុតទេសេចក្តីចាស់និងសេចក្តីស្លាប់អេសេចក្តីចាស់ហ្នឹងប៉ុន្តែកើតមកម្នាក់កើតជាមនុស្សត្រូវដឹងខុសនិងទាំងចាស់ទាំងក្មេងមុននឹងស្លាប់ទៅយើងត្រូវដឹងតើសង្គមជាតិយើងកើតមកមានការអភិវឌ្ឍឬមានការរៀបចំយ៉ាងម៉េចខ្លះបាទហើយនឹងផងថាខ្ញុំអត់ដឹងហើយនោះសួរមើលខ្ញុំដឹងអញ្ចឹងកើតមកត្រូវមានការសិក្សារៀនសូត្រឲ្យបានច្បាស់ត្បិតអីប្រទេសយើងមានការអភិវឌ្ឍកុំកើតមកមិនដឹងអីបាទមុននឹងចាស់វិលត្រឡប់ទៅស្រុកវិញអេដូចនួនសុកអ្នកចបៃអត់ទាន់បានឃើញទាំងណាទាំងណីអ្នកចបៃមិនដែលឃើញទេឈប់សួរទៀតគាត់ថាមុននឹងចាស់ឬរៀបនឹងស្លាប់គាត់រកស្រុកគាត់ឃើញចុះលោកគ្រូសធានោះលោកគ្រូសាក់សធានោះលោកគ្រូរកស្រុកឃើញណាលោកគ្រូចំណាស់នឹងហើយបើគ្រូសដាក៏រកស្រុកឃើញទៅលោកគ្រូរកឃើញឃើញហើយបងអូនស្រុកស្រុកខ្ញុំនៅអរិយខ្ចាត់ឯនោះមកលើគ្រូសដាគ្រូឯងថាចាស់ទៅបើសិនជាមរណកាលទៅស្រុកហើយចុះស្រុកលោកគ្រូឯងនឹងឈ្មោះអីបើបច្ចុប្បន្នមន្ទីរមានជ័យហើយចុះបើដល់ស្លាប់ទៅចុះស្រុកណីណាខ្ញុំធ្លាប់តែស្គាល់ហើយស្រុកសៀមរាបខេត្តសៀមរាបស្រុកភ្នំព្រឹកបាត់ដំបងស្រុកណែសំរោងផងនៅឯឧត្តរមានជ័យស្រុកកងពីស័យស្រុកសំរោងយ៉ោងខេត្តតាកែវក្តីចុះលោកគ្រូសូដាតកូលជ័យស្រាប់តែនិយាយថាស្លាប់ទៅស្រុកហ្នឹងអានឹងគេហៅស្រុកអីអណត្តាចបៃបន្តិចទៅទៀតចឹងលោកគ្រូចេះតែឆ្ងល់ពីរឿងទៅវិលត្រឡប់ទៅស្រុកអើយជម្រាបដុនសុកឲ្យបានច្បាស់ការដល់ពេលវិលត្រឡប់ទៅវិញណាគេហៅថាស្រុកបច្ឆាណានួនសុកកណ្ដុំឆែបលឺហើយចាំមិនដែលលឺឡើយទំលឺពេលហ្នឹងអញ្ចឹងខ្ញុំបាទជម្រាបឲ្យដឹងពេលនឹងត្បិតលោកគ្រូឯងចង់ដឹងអំពីស្រុកតែពេលវិលត្រឡប់ទៅវិញគឺមច្ឆាបច្ឆាដែលគេធ្វើកលែងតណៃកលែងតណាយើងស្រុកយើងដែលជាមច្ឆាបច្ឆាហ្នឹងហើយច្រឡំមច្ឆាហ្នឹងទៅស្រុកត្រីបាទបច្ឆាហ្នឹងហើយយើងមិនអាចជាផុតកលែងនឹកឡើយទេត្រូវហើយ
តានេះចេះ មិន រក ថា ទំនុក តា ឈ្មោះ ណា ស្រុក អើយអ្វីដល់ពេលត្រឡប់ទៅស្រុកយើងវិញទៅ បាទ យើងទៅឲ្យស្គាល់ស្រុកអូយកំរើតអ្នកជបៃ ចូលចិត្តដាក់កាំងប្រេងបាទ ដែលយើងនៅរស់កាយសប្ថ្ងៃមានស្រុកមានឃុំមានខេត្តមានភូមិគ្រប់គ្នាប៉ុន្តែលោកគ្រូសួរថាពេលត្រឡប់ទៅវិញដែលពេលយើងចាស់ទៅពេលត្រឡប់ទៅរកស្រុកកំណើត បាទនេះចាស់ទៅទៅរកស្រុកកំណើតចុះអាស្លាប់នេះមាន បាទអាស្លាប់ ស្លាប់ ស្រុកកំណើតដែលយើងស្លាប់នោះ ស្លាប់មានស្រុកកំណើតទៀតនោះ ដូចជំរាបប្រាប់ឲ្យលោកគ្រូរួចហើយអញ្ចឹងលោកគ្រូឲ្យបើសិនតែឆ្ងល់អីទៀតឬមួយសង្ស័យ បាទ មិនដែលបានជួបគ្នាទេដល់ពេលកម្មវិធីប្រឡងចបៃយើងមាននិស័យជួបជាគូដៃសុទ្ធតែលេខ1អេ អរគុណគ្រូសដាប្រុសដូចគ្នាអាណិតមេត្តាកុំប្រើពាក្យថាមាននិស័យបើអាការគូវាអាចប្រើបានព្រោះអាហ្នឹងវាជាស្រីអាការគូវាសមហើយបើសិនណានាងចង់ប្រើពាក្យថានិស័យគ្រូសុកអ្នកចបៃពេញចន្តានណាតែបើសិនពាក្យនិស័យគ្រូសដាប្រើខ្ញុំខឹងច្បាស់បើអាការគូវាប្រើពាក្យនឹងឬស្រីមុំប្រើខ្ញុំពេញចិត្តណាស់ពីព្រោះលបិតទៅប្រុសនិងស្រីឥឡូវចាប់កផ្លុកកផ្លែងចូលដល់សាច់ការគ្រូចបៃឥឡូវគ្រូចង់សួរពីអីថ្ងៃនេះប្លែកពេកក្រៃទៅមិនដឹងស្រុកកន្លែងស្លាប់អើយ អញ្ចឹងមិនតបជាប់បន្តអេរោគពាក្យជួនឲ្យល្អដើម្បីដាក់ជាសំណួរ បាទសួរមក ឲ្យស្របទៅតាមប្រធានបទល្អបងគួរចឹងខ្ញុំបាន មិន សួរ ប ទៅ ងគួរទេល្អណា សា ស់ ជា ប្រធាន ថ្ ប មី ទនេះចាំច្រៀងចប់ឲ្យលុយអ្នក ហើយសំណួរនឹងសួរក៏មិនវែងសំណួរនឹងសួរក៏មិនខ្លីទេ កុំវែងពេកហើយក៏កុំផ្លេចពេកសួរល្មមមកប្រយ័ត្នបញ្ជូនទៅស្រុកមិញ អញ្ចឹងឆ្ងល់ណាស់លោកគ្រូពិការអញ្ចឹងមើលអីអត់ឃើញទេ ថាស្ដាយបានឃើញអាការគូស្ដាយ ដឹងតែប្រទេសយើងមានការសន្តិភាពណា បាទ តើបច្ចេកវិទ្យាតើលោកគ្រូអាចយល់ដែរឬអី ថេមយល់បើឥឡូវគេឲ្យយកទូរស័ព្ទមកផង បើចេះតែផ្លុំខ្លីចេះតែស្ទាបចបៃតែដឹងឬអីសូមចាប់ចបៃឆ្លើយសម្ដីឲ្យខ្ញុំយល់ទេ នេះមានអ្នកថែមនឹងក្រុមនឹងឲ្យទៀតលោកគ្រូអត់តន់ធ្វើអើងអើយអ្នកខាងក្រោមថែមឲ្យអើងនៅទឹកនៅអឿនតិច អេសិល្បៈមកនៃសិល្បៈសាធារណជនខ្លាំងថែមហ្នឹងសន្តិភាពវេអ្នកករៈអ្នកករងស្ដាប់បានទេគ្រូទេស្ដាប់បានតែអ្នកស្ដាប់ហ្នឹងនេះខ្ញុំសួរគ្រូស្ដាប់បានអត់ អេបើលឺបើស្ដាប់បានវាមិនសូវបានទេមិនបានចេះបល័យនោះ អើខ្ញុំមិននិយាយបារាំងណាខ្ញុំនិយាយបាលីតើ បាទ ឥឡូវម្ដងទៀតណាតែចាំបក បើអីបើមិនបានរៀននោះ ចុះគេឲ្យទៅរៀនមិនក៏មិនទៅ ទៅរៀនដែររៀនតែអក្សរយើងសាមញ្ញធម្មតានោះ អសរឬក៏អាថ្នាំ កាលហ្នឹងខ្ញុំរៀនតែអក្សរ អេឆ្លើយសិនរៀនអសរឬក៏អាថ្នាំ អត់ទេអត់បានចូលដល់ថ្នាំទេកាលនោះត្រឹមតែអក្សរទេ អូហើយចឹងហើយបំទីទឹកឲ្យហើយទៅណោះ អត់ទេអុយដាក់តិចដែរកាលនោះរៀនអក្សរក៏រៀនបានតិចដែរអត់រៀនបានច្រើនផង ដោយសារតែម៉េចវាសុខភាពកាន់តែខ្សោយបានមិនសូវរៀនអសរ អត់ទេរៀនខ្លាចដែរនោះ ឥឡូវស្នេហាអាកំប៉ុងជាងហើយម៉េច អត់ទេថ្ងៃ ចូលចិត្តអៀនបើខ្ញុំថ្ងៃមុនតាម TikTok ដាក់ទឹកថ្នោតជូរបាទផលិតផលខ្មែរនឹកឃើញពាក្យលោកគ្រូថងមនីគាត់ថាពិសាដោយការទទួលខុសត្រូវត្រីងៀតមួយដុំបាយមួយចានទឹកថ្នោតជូរមួយផ្តិលតៃណាវាអានឹងផលិតផលខ្មែរយើងណាមិនរៀនអសរដោយលោកគ្រូតែអានោះក្តៅណាស់ឆ្អិនណាស់ទៀតណោះខ្ញុំអត់ទេខ្ញុំអក្សរមិនអសរទេណាខ្ញុំរៀនអក្សរសំស្ក្រឹតថាអក្សរមគ្គធៈថាអក្ខរៈយ៉ាដល់ឥឡូវខ្ញុំទៅហ៎សន្តិភាពវេអ្នកក្រាំងកម្ពុជាបរៃសម័យ
យៈឬសម័យគ្រប់ពីក្រុងបែបសន្តិភាពគឺសម្ដេចបវរធិបតីហ៊ុនម៉ាណែតប្រសើររៀងរៀបនាំស្រុកសុខសន្តិភាពសម័យសម្ដេចហ៊ុនសែនសម្ដេចតេជោអគ្គមហាសេនាបតីគ្រប់គ្រងទៀតនឹកឃើញពាក្យប្រៀបរបស់គាត់ថាគាត់ថាចាសន្តិភាពប្រៀបស្មើប្រស័យភ្នែកគួរឲ្យសង្វេគយ៉ាងអស្ចារ្យលះបង់កូនជាទីស្នេហាកាលពីសម័យរបបអង្គការមហាភ្លឺស្វាងមហាលូតផ្លោះខ្ញុំស្ដាប់រឿងកូនប្រុសកើតក្រោមពន្លឺប្រច័ណ្ឌយំម្នាក់ឯងជោគទឹកភ្នែកជោគខ្នើយអស់គេប៉ុន្តែឥឡូវខ្ញុំឆ្លើយឲ្យត្រង់ចំពោះគេសន្តិភាពនោះស្ដីពីរឿងបច្ចេកវិទ្យាអេកឆ្លើយឲ្យស្របនឹងសំណួរនៃគ្រូជាយៈសដាស្គាល់ជាយៈអត់ហ៎ខ្ញុំមិនជាណាអូផ្ទះដៃជូនលោកគ្រូជាយៈសដាមួយបាទមិនជាណាណ៎គេជ័យសដាហ្នឹងហើយមិនស្ដាប់អត់ដឹងអីចឹងនៅឲ្យស្ងៀមអត់ទេគ្រូលោកគ្រូគាត់ជួយផ្ដល់គាត់ថាមិនជាណាជ័យសដាអូចឹងទេដល់ខ្ញុំអត់បានថែមអញ្ចឹងជាយៈហ្នឹងពាក្យបាលីប្រែថាជ័យហ្នឹងឯងជ័យហ្នឹងប្រែថាជំនះណាគ្រូសដាច្បាប់ស្ដាប់ឲ្យច្បាស់ប្រយ័ត្នទៅផ្ទះគិតតែពីអសរបើខ្ញុំមិនចេះទេអសរហ្នឹងខ្ញុំចេះតែថ្នោតជូរផលិតផលល្អប៉ុន្តែអាហ្នឹងតើតែជូរមែនតែនកុំលាយស្ករទើបត្រូវបន្តចិត្តនឹងខ្ញុំចង់ប្អូនសតោះឥឡូវខ្ញុំមិនចង់ប្រធាននៅបាត់ទេចេះនឹកឃើញសំឡេងគូធាមិញជាយៈនឹងជ័យសដាហ្នឹងហើយមកគូស្ដាប់យល់សុំទោសលោកគ្រូអើយកុំឲ្យលោកគ្រូស្ដាប់បាបខ្ញុំអ្នកលេងមួយលោកគ្រូទេសុំទោសមែនហើយលោកគ្រូសដាសម័យនេះឯណាគេហៅបច្ចេកវិទ្យាខ្ពស់សំបីតែខ្ញុំជន់ពិការភាពភ្នែកចេះប្រើទូរស័ព្ទវែកញែកដឹងត្រូវខុសគេវាមានអាសំឡេងវាហ្នឹងគេប្រាប់ខ្ញុំឲ្យដឹងមានទាំងឈ្មោះឧទាហរណ៍ថាប្អូនឈឿនវាសនាគេផ្ញើមេសេចមកអញ្ចឹងវាប្រាប់ថាវាស្នើឈឿន send a voice clip វាប្រាប់អញ្ចឹងការគូតិចលឺអញ្ចឹង add friend មកឲ្យបានណាគ្រូទទួលអត់អីទេហើយចាំadd friend មកលោកគ្រូហើយចាំអាការគូគេ send មកទេការគូ send a sticker love សម្បាមកគាត់ឧទាហរណ៍សោះដែរឯងអង្គុយឧទាហរណ៍ជាងគេទៀតនោះវាចេះតែសម័យប៉ុន្តែវាអត់ដូចសម័យ I like a dream ប៉ុន្តែវាមិនអាចទៅរួចជាមួយនឹង dream តោះអញសម័យនេះណាក្នុងវិភពលោកាវិភវៈប្រែថាពិភពលោកគេទំនើបខ្លាំងក្រៃប៉ុន្តែមុននឹងខ្ញុំឆ្លើយទៅទៀតខ្ញុំសូមផ្ដាំដល់អ្នកទស្សនានៅគេហដ្ឋានទាំងប្រុសស្រីឃើញអាវីដេអូ 4-10 វិនាទីខ្លីតិចទៅច្រឡំថាចៅឯងប្រុសឬស្រីអានឹង AI ទេកុំច្របល់មែនហើយអ្វីក៏ដោយវាមានទាំងវិជ្ជមាននិងអវិជ្ជមានអានោះច្បាស់ស្រួលសរសេរត្បិតតែលើមនុស្សច្រើនក្លាហានប៉ុន្តែពេលខ្លះក្លាហានភ្លេចឬគល់ភ្លេចជាតិខ្លួនជាខ្មែរហើយបច្ចេកវិទ្យាខ្ពស់ទៅចុះបណ្ឌកិតឲ្យដល់ដូចជាបច្ចុប្បន្នហ្នឹងគេមានការផ្សាយបន្តផ្ទាល់ឬផ្សាយផ្ទាល់អង់គ្លេសគេហៅថា live ការច្រៀងបែបចាប៉ីមហោស្រពចាប៉ីដងវែងក្នុងប្រធានបទទុំពាំងស្នងឫស្សីនៅច្បាស់ប្រយ័ត្នសរសេរខុសទៅជាត្រពាំងស្នងឫស្សីវឹកហើយបើចឹងបច្ចេកវិទ្យាយើងសពថ្ងៃជាពិសេស
កម្ពុជាយើងណាលោកគ្រូសូដាជ័យសប្តាហ៍ថ្ងៃយើងក៏ទំនើបដែរខ្ញុំក៏អាចប្រើទូរស័ព្ទទោះបីខ្ញុំងងឹតភ្នែកទាំងទ្វេខ្ញុំចេះលេង TikTok and Facebook and YouTube ជាហោហែ This is my pronunciation natural មិនខ្ញុំចូលក្នុង pronunciation របស់គេប៉ុន្តែយើងនិយាយឲ្យច្បាស់ភាសាគេទើបគេថាអូគាត់នឹងគាត់ចង់និយាយអញ្ចឹងអញណែខ្ញុំស្ដាប់ព័ត៌មានមួយកាលពីព្រឹកមិញខ្ញុំអូស TikTok រួចឲ្យខ្ញុំមកអូស Facebook ឮថាទំនើបថ្មីយើងនិយាយឲ្យចេះទៅសម័យនេះពិតជាទំនើបនៅក្រោមម្លប់សន្តិភាពដែលដឹកនាំពីអតីតកាលដោយសម្ដេចអគ្គមហាសេនាបតីបច្ចុប្បន្នណាំងស្គាល់បច្ចុប្បន្នណាំងទេបាទបច្ចុប្បន្នបើមិនបកក៏នឹងអង្គុយកាំងនោះភាសាអភិធម្មហ្នឹងអតីតាំងវាបច្ចុប្បន្នណាំងវាអនាគតាំងវាហ្នឹងណាមិនអនាគតាំងវាអនាគតាំងអនាគតាំងអញក៏តាំងខ្ពស់ទាំងអស់គ្នាទាំងបានណាទៀបឯងបើចឹងសម័យនេះសម័យទំនើបមែនហើយប៉ុន្តែបច្ចុប្បន្នព្រឹត្តិការណ៍ដែលកើតឡើងគួរឲ្យខ្ញុំសោកស្ដាយណារឿងរ៉ាវនៅទូលដែនប៉ុន្តែខ្ញុំមិនយកមកអត្ថាធិប្បាយប៉ុន្តែសំខាន់យុវជនយើងមកក្រុមណាលោកគ្រូសដាគេបានបង្កើត drone មួយយ៉ាងអស្ចារ្យមិនបាច់យើងទៅយកពីបរទេសឡើយ drone នឹងអាចស៊ើបការនៅព្រំដែនណាលោកគ្រូហើយមិនយើងទៅទិញពីបរទេសឡើយខ្មែរយើងមានហើយព្រោះយុវជនហើយណែអស្ចារ្យណាដូច្នេះខ្ញុំសូមពឹងឲ្យបងប្អូនយើងគណៈអធិបតីផ្ទះដៃជូនយុវជនខ្មែរយើងផងទេសាធុដូច្នេះបច្ចេកវិទ្យានិងយុវជនប្រើទៅមិនឲ្យសុនគឺក្នុងន័យទទួលខុសត្រូវមិនមែនចេះតែប្រើទាំងខ្លួនស្ទាក់ស្ទើរមិនដឹងខ្យល់អ្វីមិនដឹងអាណាដើមអាណាចុងចេះតែប្រើទៅបើនិយាយអ្វីវិញប៉ះនរណាក៏ប៉ះទៅមិនខ្វល់ទេដល់សមត្ថកិច្ចគេទៅដល់ផ្ទះតាំងជេរគេអានឹងគេហៅថាប្រើឥតដឹងអ្វីបើដូច្នេះតង់ប្រយ័ត្នធ្វើបិទទៅទំនើបមែននេះលោកីចូលប្រើវាឲ្យមានអត្ថន័យដូចខ្ញុំចាប់អីចឹងដែរគ្រូដូចដឹងស្រាប់ហើយឲ្យតែមានអ្នកភ្លឺមកអូនអាជួយថតឲ្យលោកគ្រូតិចមកថតចាប់ដាក់ប្រធានបទនេះដាក់ប្រធានបទនោះទៅហើយទូរស័ព្ទឥឡូវហ្នឹងគេមានហៅអក្សរណាគេហៅឧទាហរណ៍ថាខ្ញុំចង់ឆាតទៅប្អូនថេងកំសអញ្ចឹងខ្ញុំហៅជាអក្សរទៅអត់ទោះប្អូនស្អែកនេះខ្ញុំយឺតបន្តិចហើយយើងដល់យើងស្ដាប់មើលម្ដងទៀតទៅវាអានអញ្ចឹងត្រូវយើងមានសំឡេងវាមួយមានទីតាំងមួយវាដាក់សែនអញ្ចឹងយើងចុចវាពីរដងពឹបទៅសែនទៅហើយដល់ពេលបើប្អូនកំសគាត់ចូលមើលហើយវាអានថាគឹមសស៊ីនមានន័យថាមើលអា Telegram ហ្នឹងស៊ីនណាអញ្ចឹងវាដឹងបើថាគឹមសអត់តន់ចូលមើលវាអានគឹមស not seen អញ្ចឹងណែឃើញទេយុវជនសម័យថ្មីទំនើបអីចឹងគ្រូជ័យសូដាដូច្នេះប្រធានបទនេះខ្ញុំឆ្លើយយ៉ខ្លីអស្ចារ្យក្រែងលោកគ្រូគណៈកម្មាធិការគាត់រយចកេះគាត់ចុកខ្នងឥឡូវលោកគ្រូឆ្ងល់អីទៀតខ្ញុំឆ្លើយប៉ុណ្ណឹងជាចម្បងដឹងហើយថាយុវជនបច្ចុប្បន្ននេះសម័យទំនើបមានបច្ចេកវិទ្យាខ្ពស់ផងបំណងខ្ញុំសូមត្រេកអរពិសេសអរគុណសម្លេងផ្ទះដៃយ៉ាងប្រពៃភ្ញៀវទាំងឡាយដែលបានបន្តយុវជនខេមរៈជាតិយើងអាចធ្វើបានជាមង្គលៈនគរមង្គលៈនឹងជាមង្គលនគរណាជាប្រទេសដ៏មង្គលប្រទេសដ៏ល្អព្រោះយុវជនសុទ្ធតែមានធម៌បង្កើតរបស់ថ្មីរស់ក្នុងសម័យសន្តិភាពគ្មានសង្គ្រាមទៀតក្នុងលោកីអរគុណប្រមុខរាជរដ្ឋាភិបាលទាំងអតីតទាំងបច្ចុប្បន្នក្តីរក្សាដែនដី
ឲ្យខ្ញុំឲ្យតាយាយឲ្យគ្រូសដាចាបៃរស់បានសន្តិភាពដល់ឥឡូវអើយបើមានចងល់អីទៀតសួរទៀតទៅអស់ចងល់អស់ខ្វល់ក្នុងចិត្តទេស្ដាប់ឮពេតដាក់សុតតែត្រូវណាបើមិនទាន់យកដងចាបៃវាយអុយពាក្យពេចឆ្លៃមកខ្ញុំស្ដាប់ទៅសុតតែត្រូវហើយមានន័យកាលដំបូងខ្ញុំសួរស្មានតែឆ្លើយមិនត្រូវព្រោះគាត់អត់ដែលបានឃើញអ្វីអើយគាត់នេះលោតែភ្នែកតែហ្មងគាត់នេះឃើញតែគាត់ពិការមែនពិតគាត់បានសិក្សាចំណេះវិជ្ជាចំណេះដឹងរបស់គាត់កំពុងពោះជ្រៅជ្រៅដល់ពេលចម្លើយឆ្លើយទៅខ្ញុំបានស្ដាប់នឹងសែនពីរោះគេសាធុគ្រូជ័យសដាហើយចុះលោថ្ងាស់លោទ្រូងមិនក៏មិនលោមិនក៏តាចូលចិត្តលោភ្នែកសំណាងឲ្យគ្រាន់តែយកដៃចង្អុលចុះបើដាក់ដាល់ផងវាមិនបែកអើយចុះមិនក៏គ្រូសដាចូលចិត្តលោភ្នែកប្រយ័ត្នច្រឡំដល់ភ្នែកបែកគ្រាប់ភ្នែកខ្ញុំពឹងអ្វីយេទោះបីខ្ញុំមើលមិនឃើញបើខ្ញុំលួចមើលអាការគូបានខ្លះព្រោះនាងជាស្រីចឹងអរគុណណាស់លោកគ្រូបានឆ្លើយត្រឹមត្រូវពីអ្វីនឹងដាក់ទៅសុទ្ធតែចំអញ្ចឹងចំណែកឲ្យរូបខ្ញុំអរគុណពុនពេកអផុតលេខសូមឲ្យលោកគ្រូណាលេខដាក់ចុងក្រោយបញ្ចប់ព្រោះអីលោកគ្រូច្រៀងបានពីរោះរៀបរាប់បានល្អដើម្បីរាប់បន្តជូនពរជ័យសាធុជូនគណៈអស់លោកដែលបានជួបជុំទាំងប្រុសស្រីសូមឲ្យលោកបានសុខសួស្តីលោកចាប់ចបៃជូនពរជ័យជាបន្តយ៉ាគ្រូសដាអេយណាតែដឹងតែបរោះបានខ្ញុំរុញអោយទាំងអស់ហើយបាតនឹងឲ្យផ្អែមមកសូតតែប្រមាណ5ជាងក៏ប្រឹងបាទអីចុះបាតដែលបាតផ្អែមនឹងសំទៅកំសហើយនឹងស្នាទេបាតនឹងគ្រូឯងបាច់ទេយើងមិនឆ្លើយអាម៉េចយើងត្រូវចេះអប់រំដើម្បីឲ្យក្មេងចំនួនក្រោយធ្វើតាមយើងអូអញ្ចឹងហ៎មានន័យថាជាករុជាភាពធ្ងន់ឲ្យក្មេងមើលឃើញតាមអញ្ចឹងហ៎អូអញ្ចឹងល្អណាស់អរគុណប៉ុន្តែខ្ញុំឆ្ងល់ប៉ុន្តែលឺឆ្ងល់មិនឆ្លើយទេភាសាខ្មែរពីដើមគេហៅមានមៀមានមីងឲ្យគ្រូសដាច្រៀងចាបៃលន់សូគុលព្រីងដាំព្រីងចុងព្រីងអាចុងក្រោយមានអ៊ីចុះអាកន្លែងមិញអើយអ៊ីចាឆ្ងល់អីចុះយើងកើតគួរជាខ្មែរយើងមានអ៊ីដែរនោះអ៊ីណាអ៊ីនោះមានអ៊ីអង់គ្លេសទេអានឹង A B C D E បើចិនបានគេមានអ៊ីរបស់គេប៉ុន្តែខ្មែរយើងមានតែមីងលោកមីងអ្នកម្ដាយតូចលោកម្ដាយធំពាក្យទំរឿនតិចទៅលោកបាទអ្នកខ្លះទៅឲ្យជ្រុលទៅហៅអ៊ំទៅជូនពោដឹងឲ្យជូនហើយពួកខ្ញុំពោនឹងសម្រាប់ជូនបើសំខាន់ខ្ញុំឆ្ងល់គូឯងដឹងតែខ្លួនពោះម៉ាយដែរមិនចូលចិត្តរោអ៊ីមិនកំរោអូនមកដល់ថ្ងៃក្រោយច្រៀងចេះកុំច្រៀងអ៊ីសូមចាប់ហើយតាយាយចាបៃសូមជូនពោហើយណាអត់អូនណាហើយកុំថាអ៊ីពួកអ៊ីនឹងវាភាសាគេទេបាទហើយចាំអូនទៅទៅចំទៅសតអេឧត្តមសតបងយើងទៅមិនអានឹងដូចតែពីអើយចឹងណាអ៊ីដែលលោកគ្រូនិយាយមិញហ្នឹងខ្ញុំចង់ឲ្យបជាអ៊ីចឹងបន្តចឹងជូនវគ្គបន្តទៀតចុះកំសគេចេះធ្វើពិធីកហើយមិនគួរឲ្យមកធ្វើទេសញ្ញាឲ្យលោកគ្រូសញ្ញាឲ្យសញ្ញាហើយអូសញ្ញានឹងសញ្ញាអ៊ីការ៉ិចបូកណែបូក Z តោះអរគុណលោកគ្រូអ្នកគ្រូពហុសូត្រអ្នកបញ្ញវន្តបញ្ញាវោណូជឹងតអ្នកចេះអ្នកដឹងយ៉ាងក្រាន់សុំទោសឆ្លងឆ្លើយចបៃមុនដំបូងគិតថាបើគេឲ្យ30យើងច្រៀងតែ5 10បានហើយអាណិតអាមុំនៅអាការគូគេបញ្ញាប់ទៅផ្ទះជួបប្រពន្ធប្តីប៉ុន្តែឥឡូវវាជ្រុលគេឲ្យដល់សញ្ញាបើចឹងខ្ញុំចបៃសូមជូនពរជ័យដូចតទៅច្រឡំអ៊ីដែរមិញសូមទោសនិយាយម្ដងទៀតឲ្យសញ្ញាឲ្យទៅមិនដឹងទេព្រោះច្រឡំអ៊ីឥឡូវកែអ៊ីមួយសិន
បើចឹងដល់ពេលវេលាហើយខ្ញុំជូនពរជ័យគ្រូហើយគ្រូចេះវិញកុំអ៊ី បាទកុំអ៊ីណា បាទអត់អ៊ីទៀតទេសូមបានសេរីគ្រប់ប្រាណសូមឲ្យពេកខជនថាពេកខជនហើយមិនបាច់ថាពេកខនារីទៀតទេថាពេកខជនទៅបើពេកខនារីត្រូវពេកខបរោះផងមិនមែនអ្នកភាសាខ្មែរទេប៉ុន្តែលោកគ្រូសាក់សុធាលោកគ្រូអ៊ីងវណ្ណាលោកគ្រូសយសារ៉េតនៅនេះសិតតែអ្នកជើងភាសាឲ្យព្រោះធ្លាប់បួសធ្លាប់រៀនប៉ុន្តែគាត់គេមិនឲ្យមីក្រូគាត់គេឲ្យមីក្រូខ្ញុំអញ្ចឹងខ្ញុំខ្លាំងជាងលោកគ្រូបើខ្លាំងណាស់ខ្លាំងនៅលើវេទិកាទៀតណាតិចច្រឡំលើកទឹកថ្នោតជូរម៉ាសូឲ្យខ្ញុំដាក់ទៅខ្ទេចបើចឹងចាប់ចបៃសូមឲ្យពេកខជនគ្រប់គ្នានៅនេះសម័យឆ្នាំ2025បានជួបបានជ័យអ្នកដែលមិនជាប់លេខវាច្បាស់ជាលោកគ្រូសាស្ត្រាចារ្យគណៈកម្មការគាត់មានហេតុផលហើយទើបគាត់ប្រាប់5អ្នកដែលជាប់លេខក៏ត្រូវសកម្មចែករំលែកជាប្រចាំកំបីខានបើចឹងសូមបានសុខសេរីបានជោគបានជ័យគ្រប់ប្រាណចាប់បៃបញ្ចប់សូមលាសន្តានបើមានសម័យប្រឡងលើកក្រោយហៅក៏បានទៀតអើយម្ដងអត់អ៊ីទេហើយអើយសូមលាតណា